Ây bất chưa mình thua mà đà mền, Rosie bà rọc khlang khla khâm mông tà có, bất chưa mình thua mà đà. Rosie bánh chôn từ hiên si chnul pi pon nạ bánh tham tiết từ can prote ôi krain hơi.ក្រុមសិទ្ធិមនុស្សបាននិយាយថារុស្ស៊ីបានបញ្ជូនទាហានស៊ីឈ្នួលប្រហែលជា2000នាក់មកពីប្រទេសសេរីទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីបន្ថែមកម្លាំងនៅក្នុងសង្គ្រាមលុកលុយរបស់ខ្លួនក្រុមសង្កេតការសិទ្ធិមនុស្សសេរីបាននិយាយថាទាហានស៊ីឈ្នួលកំពុងតែធ្វើការជាចម្បងគ្រប់គ្រងផ្នែកដឹកជញ្ជូននិងបេសកកម្មផ្សេងទៀតនៅក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ីនៅភាគខាងកើតនិងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនក្រុមនេះបាននិយាយថាគិតមកត្រឹមខែមុនមនុស្សប្រហែលជា50000នាក់នៅសេរីបានចុះឈ្មោះដើម្បីប្រយុទ្ធឲ្យរុស្ស៊ីការចុះឈ្មោះបែបនេះបាននឹងកំពុងធ្វើឡើងនៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីសេរីបាសេអល់អាសាដដែលគ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ីទន្ទឹមនឹងនោះផងដែរអ្នកជ្រើសរើសបុគ្គលិកនៅភាគខាងជើងនៃទីក្រុងអាឡេប៉ូបានប្រាប់ប្រជាជនថាពួកគេអាចរកប្រាក់បាន$3000ក្នុងរយៈពេល1ខែហើយអាចទទួលបានសញ្ជាតិរុស្ស៊ីប្រសិនណាបើពួកគេហ៊ានចុះឈ្មោះទៅប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែនស្របពេលជាមួយគ្នានេះផងដែរស្ថាបនិកនិងនាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សសេរីលោករ៉ាមីអាឌូរ៉ាហាម៉ាន់បាននិយាយថាកងកម្លាំងរុស្ស៊ីអាចបន្ថែមកម្លាំងទាំងនេះទៅកាន់ជួរមុខរបស់ពួកគេនិងផ្ដោតទៅលើការប្រយុទ្ធនឹងកងទ័ពអ៊ុយក្រែនប្រសិនណាបើទាហានស៊ីឈ្នួលសេរីចូលរួមគាំទ្រផ្នែកដឹកជញ្ជូនក្រោយលោកបាននិយាយថាទាហានស៊ីឈ្នួលសេរីបន្ថែមទៀតអាចត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែនអាស្រ័យលើរបៀបដែលការឈ្លានពានកើតឡើងពិតជាមានការភ្ញាក់ផ្អើលមួយផ្ទុះឆេះទីលានកណ្ដាលទីក្រុងរបស់រុស្ស៊ីមានទាំងអ្នកស្លាប់ផងដែរទីភ្នាក់ងារសង្គ្រោះបន្ទាន់នៅក្នុងតំបន់បានប្រាប់សារព័ត៌មាន Sputnik ថាចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះនៅកណ្ដាលទីក្រុងរុស្ស៊ីនិងទីលាន Komsomolskaya នៅល្ងាចថ្ងៃអាទិត្យបានឡើងដល់6នាក់ទៅហើយដំបូងឡើយអ្នកនាំពាក្យនៃក្រសួងសង្គ្រោះបន្ទាន់របស់រុស្ស៊ីបានប្រាប់ Sputnik ថាចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះនេះមានត្រឹមតែ5នាក់ប៉ុណ្ណោះខណៈមនុស្សម្នាក់ទៀតរងរបួសអគ្គិភ័យបានកើតឡើងនៅវេលាម៉ោង6:20នាទីល្ងាចថ្ងៃអាទិត្យនៅឃ្លាំងឥដ្ឋមួយកន្លែងនៅជិតស្ថានីយ៍រថភ្លើង Leningradsky នៅក្នុងទីក្រុងមូស្គូហើយត្រូវបានពន្លត់ទាំងស្រុងនៅវេលាម៉ោង11:55នាទីយប់យោងតាមសេវាសង្គ្រោះបន្ទាន់បានដឹងថាមនុស្សជាង120នាក់ក៏ដូចជារថភ្លើងពន្លត់អគ្គិភ័យនិងសម្ភារៈពាក់ព័ន្ធប្រមាណជា40គ្រឿងក៏បានចូលរួមក្នុងហេតុការណ៍នេះផងដែរដោយឡែកគណៈកម្មាធិការស៊ើបអង្កេតនៃប្រទេសរុស្ស៊ីក៏បានឲ្យដឹងដែរថាមូលហេតុនៃការឆេះនេះគឺដោយសារតែផ្ទុកទំនិញមិនបានត្រឹមត្រូវនិងការបំពានច្បាប់សុវត្ថិភាពអគ្គិភ័យគណៈសំណុំរឿងព្រហ្មទណ្ឌក៏កំពុងតែដំណើរការផងដែរ